ยกองใบนี่มาเพลสติกจะล้อมท่าระบอนอมโจเตอร์นี่คือจีระบอได้ตำลางนั่งผลิตนักนงประเทศกัมพูชียังสดแต่มาดองหายนี่คือจิตสนาไดโกนขมายตัวแต่มาดองบอปอนเคยรูเรียงแบบหนึ่งเมนหายดัมโบขังเลยนี่คือจีดัมโบโซล่าได้อาจีบานระหดแต่ดอ30 กิโลดอยมันจมนายลุยแต่มาดองมาโบนอกนี่หายได้ไล่มาโตกองใบกิสนี้นี่ซาออกมาเมินเรียวเชียงจีบานปีโอ้ย30 กิโลหายจมปูดำไล่วิ่งหายหนึ่งสเปกคือขยมหนึ่งทัวกาโปรนี่จูนบอมโอนแต่งอกนี่ดัมใบบอมโอนตอกนี้เรียบกันแต่จะบ่าให้คอมพลีทไลค์ให้หนึ่งแชร์จมวยหนึ่งวิดีโอนี่มันเนี่ยมวยพองดัมใบเลิกตึกจัดโกนขมายยังคอมเผิงไกชนายหนึ่งผลิตเทียดกับเอาจังบอลเต้นะเอาแต่ลือท่าระบบขมายผลิตบ้านขยมซึกจัดจีลานใบโอ้ยกับโลเชียงเจนปีพนมเป้งแต่การคายบันตีมินเจย์หายไปแต่ดอบันตีมินเจย์บอมโอนหนึ่งเคยพนมบันตีเนียงมวยในขนมสระมงกุลบริยในกระบายหนึ่งแต่มาดองบอมโอนหนึ่งเคยสะเกลียมวยได้สะเกลียนั่นคือเมียนกดโกงจมวยหนึ่งเครื่องมันละเครื่องจักรกระโดดจีมาซึ่งโจรจิตรานพองได้ปนไตในขนมสะเกลียนึ่งพองได้ลูกปูสะพันได้กดคือเจียมาจ่าสะเกลียกดโจจัดนงกาไก่ชนายนะหายแบบวัดบอกกดเบอร์ในเยี่ยมปีมาเพย์30 ឆ្នាំមុនណាគាត់ធ្លាប់ផលិតម៉ាស៊ីនច្រូតដោយខ្លួនឯងទៀតបងប្អូនទាំងអស់គ្នាមិនធម្មតាទេណាសម័យហ្នឹងណាគឺគាត់អាចផលិតម៉ាស៊ីនច្រូតបានហើយមិនតែប៉ុណ្ណោះគាត់ក៏បានផលិតជាមួយនឹងគ្រឿងជាងសម្រាប់ឲ្យជាងប្រើប្រាស់ក៏ដូចជាបណ្ដោះបណ្ដាលជាងជាច្រើនអ្នកតាមរយៈអង្គការក្តីតាមរយៈដែលគេមករៀនក្តីគឺគាត់បណ្ដោះមនុស្សបានច្រើនណាអ្នកបទីមានជ័យគឺស្គាល់គាត់ទាំងអស់តែម្ដងបាទភាគច្រើនឲ្យតែអ្នកប្រើប្រាស់ជាមួយនឹងគ្រឿងចាក់ធំប្រើប្រាស់ជាមួយនឹងម៉ាស៊ីនច្រូតអីគឺសិតតែអតិថិជនគាត់ដែរឆ្នាំ2009ខ្ញុំបានប្រឡងប៉ុណ្ណឹងទូទាំងប្រទេសផ្នែកគ្រឿងយន្តកសិកម្មហើយក៏បានប្រឡងលើកទី1លើកទី2លើកទី3 3លើកអញ្ចឹងយើងជាប់លេខ1ទូទាំងប្រទេសអញ្ចឹងពេលនោះគឺក៏បានរង្វាន់ពីសម្ដេចតេជោហើយនឹងបានស្អីផ្សេងៗទៀតមានគួរយន្តមានម៉ាស៊ីនបូមទឹកមានស្អីណាជាកែច្នៃបាទអានោះរង្វាន់របស់គាត់ហើយពេលជួបគាត់ក៏ដកលុយពីកប៉ាល់ឲ្យទាំងអស់នៅពេលនោះណាគាត់ពេញចិត្តអូលោកពេញចិត្តបាទគាត់ពេញចិត្តឲ្យដកលុយពីកប៉ាល់ឲ្យទាំងអស់ខ្ញុំក៏សប្បាយចិត្តណាស់នៅពេលនោះខ្ញុំកំពុងខ្វះខាតផងណាហើយក៏បានវិលត្រឡប់មកវិញក៏យើងធ្វើបន្តទៅទៀតទៅតែក្រោយមកទៀតគឺយើងមានការកែច្នៃឡានខ្លះហើយក៏ឈប់ពីឡានគឺយើងធ្វើអានេះវិញព្រោះថាឃើញបងប្អូនច្រើនណាស់នៅទីក្រុងភ្នំពេញធ្វើអាជីវកម្មនេះកង់3នេះបានតកង់3អញ្ចឹងយើងក៏មានចំណាប់អារម្មណ៍ថាបើយើងធ្វើតើមានគំនិតល្អលើសគេនេះក្នុងគំនិតជាងខ្ញុំជាងកូនទី1កូនទី2បាទទាំងអស់គ្នាមកគ្រួសារហ្មងនិយាយទៅស្រឡាញ់កែច្នៃមកគ្រួសារហ្មងកែច្នៃដោយសារតែគាត់ឃើញថាខ្មែរយើងណាគួរតែផលិតអីបានដោយខ្លួនឯងដែលជាស្នាដៃពីព្រោះកន្លែងគាត់គឺមានម៉ាស៊ីនសពគ្រប់ហើយគាត់មានតាំងពីម៉ាស៊ីនកលឹងគាត់មានតាំងពីម៉ាស៊ីនព្រាគាត់មានតាំងពីម៉ាស៊ីនចាក់ស្ពឺគាត់មានម៉ាស៊ីនផលិតបឡុងគាត់មានម៉ាស៊ីន CNC គាត់មានម៉ាស៊ីន laser cut គាត់មានម៉ាស៊ីនជាមួយនឹងធ្វើពុំជួរហើយបឺតជាមួយនឹងជួរធ្វើប្រអប់ធ្វើអីហ្នឹងគឺបានមកកាផ្លេតែម្ដងហើយដោយសារតែមានជំនួយពីកូនប្រុសទាំងពីររបស់គាត់ទៀតហ្នឹងគឺធ្វើឲ្យគាត់កាន់តែរឹងដៃរឹងជើងដោយសារតែកូនប្រុសរបស់គាត់គឺបកកែខាងកុំព្យូទ័របកកែទំនាក់ទំនងទៀតធ្វើឲ្យអាជីវកម្មរបស់គាត់កាន់តែរីកចម្រើនហើយគាត់ឃើញថានៅខ្មែរយើងក៏មានតម្រូវការយានយន្តជាច្រើននៅក្នុងការប្រើប្រាស់គាត់ក៏ធ្លាប់ផលិតជាមួយនឹងរថយន្តដែរប៉ុន្តែពេលនោះគឺអត់បានជាមួយនឹងស្លាកលេខទេដោយសារតែមានបញ្ហាបច្ចេកទេសលក្ខខណ្ឌមួយចំនួនដោយឡែកគាត់ក៏បានយកថវិកាមួយចំនួនទៀតគាត់នៅតែបន្តស្រាវជ្រាវបើនិយាយទៅថាមនុស្សគាត់នឹងគឺលពឹសបងប្អូនអរគ្នាអញ្ចឹងក៏ចាប់ផ្ដើមសហការជាមួយកូនដកលុយអន្សំរបស់គាត់មកធ្វើជាមួយនឹងកង់3ហើយគាត់គិតឲ្យទៀតថាបើធ្វើអាម៉ូតូកង់3នឹងឲ្យដូចគេដដែលគាត់មិនចាំបាច់ធ្វើទេគាត់ធ្វើឲ្យខុសគេតែម្ដងគឺប្រើជាមួយនឹងសូឡាដែលប្រើជាមួយនឹងអាគុយតែម្ដងបងប្អូនទាំងអស់គ្នាហើយម៉ូទ័រអគ្គិសនីការធ្វើដូចនេះបងប្អូនទាំងអស់គ្នាបើនិយាយអំពីជនជាតិគេឲ្យតែមកដល់ឃើញកន្លែងគាត់គឺឲ្យមេដៃតែម្ដងគេកម្រណាស់ដែលបងប្អូនអរគ្នាដែលយើងឃើញរោងជាងគឺមានឧបករណ៍សពគ្រប់សំបីតែប័ណ្ណពិសោធន៍របស់ខ្ញុំធ្លាប់ទៅប្រទេសគេផ្សេងបើអ្នកណាគេបកកែគ្រឿងជួរគេធ្វើតែគ្រឿងជួរទេអ្នកណាបកកែស្មាច់គេធ្វើតែស្មាច់ទេដោយសារតែប្រទេសរបស់យើងតូចហើយមានអ្នកជំនាញតិចតួចដូច្នេះហើយគាត់ត្រូវរៀនប្រឹងនៅអ្វីដែលខ្វះខាតហើយផលិតកង់3នេះគឺគាត់ដាក់គោលការណ៍មួយគឺ zero emission មានន័យថាកាត់បន្ថយចំណាយផ្សែងពុលហើយនឹងសម្លេងរំខានឲ្យបានខ្ពស់បំផុតដោយលោកពូគាត់យល់ថាតំបន់ខ្មែរយើងគឺជាតំបន់ត្រូពិចដែលក្តៅហើយសើមហើយនៅពេលដែលយើងធ្វើដំណើរតាមផ្លូវពេលដែលមានកម្ដៅក្តៅខ្លាំងគឺយើងអាចសាកថ្មបានតែម្ដងដោយឡែកបងប្អូនទាំងអស់គ្នាបើនិយាយអំពី spec របស់កង់3នេះវិញគឺវាដំណើរការដោយ motor ដែលមានកម្លាំងរហូតដល់ 7.5 គីឡូវ៉ាត់កម្លាំងទុកគឺរហូតដល់ 314 អាំពែហើយកម្លាំងថាមពលរបស់វាគឺ 52.1 វ៉ុលឯណោះបងប្អូនទាំងអស់គ្នាធំខ្លាំងមែនទែនហើយចំពោះទំហំអាគុយវិញគឺ
រហូតដល់16គីឡូវ៉ាត់ម៉ោងឯណោះបងប្អូនទាំងអស់គ្នាហើយដោយឡែកប្រវែងពីមុខទៅដល់ក្រោយគេហៅថាបណ្ដោយហ្នឹងគឺ 3.2 ម៉ែត្រហើយទទឹងគឺ 1.38 ម៉ែត្រហើយកម្ពស់ 1.8 ម៉ែត្រទម្ងន់សរុបរបស់កង់ 3 នេះគឺរហូតដល់630គីឡូហើយបើកបានលបឿនជាលបឿនលឿនបំផុតគឺ75គីឡូម៉ែត្រអាចថែមបានបើសិនជាចង់ណាប៉ុន្តែគាត់កំណត់លបឿនតែប៉ុណ្្នឹងដើម្បីជាស្តង់ដារមាត្រដ្ឋានមួយដែលគាត់ចង់បាននៅការទទួលស្គាល់ពីក្រសួងហើយគាត់ក៏ពិតជាមានការបារម្ភខ្លាំងមែនទែនតើការផលិតរបស់គាត់នេះតើក្រសួងនឹងទទួលស្គាល់ស្នាដៃរបស់គាត់អត់ពីព្រោះគាត់រាល់ថ្ងៃនេះគឺដាក់វិនិយោគទៅលើកម្លាំងកាយចិត្តហ្នឹងគឺអស់ហើយទៅលើរឿងហ្នឹងបើគាត់ថាប៉ុណ្្នឹងហើយគេឈប់ទទួលទៀតណាឧទាហរណ៍ណាគាត់ឈប់ធ្វើហ្មងធ្វើចំការហ្មងដាំតបែកវិញណាអានេះគ្រាន់ខ្ញុំនិយាយពាក្យពេចន៍គាត់លេងសើចណាបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំឃើញថា spec ប៉ុណ្ណឹងអត់មានអីដែលក្រសួងយើងមិនគ្រប់គ្រងទេពីព្រោះអានេះគឺជាស្នាដៃខ្មែរយើងសុទ្ធហើយបើខ្ញុំវិញគឺគ្រប់គ្រង1លាន%ហ្មងបងប្អូនទាំងអស់គ្នាមានប្រមាណខ្ញុំឲ្យបេះដូងទៅពូទាំងអស់ហ្មងពីព្រោះខ្ញុំឃើញថា spec គឺ detail តែម្ដងតោះឥឡូវយើងមកមើលពីគ្រឿងបង្គុំនៃការដំឡើងរបស់គាត់នីមួយៗតាមរយៈវីដេអូរបស់ខ្ញុំទាំងអស់គ្នាចំពោះកង់3នេះដោយបទពិសោធន៍នៅក្នុងការដែលខ្ញុំត្រួតពិនិត្យផ្ទាល់គឺឃើញថាសាក់ស៊ីគឺគាត់ពិតជាដំឡើងដោយខ្លួនឯងហើយចំណែកឯគ្រឿងសំខាន់ដូចជាប៉ុងដូចជាបូមមុខក៏ដូចជាពីដាងមួយចំនួនយើងមិនអាចទៅផលិតបានដោយខ្លួនឯងទេគឺគាត់ទិញជំរើសណាដែលល្អបំផុតហើយគាត់យកមកដោះរៀបដំឡើងថែមថយបន្ថែមទៀតដើម្បីឲ្យវារត់ទៅកុំឲ្យវាលឺសំឡេងខ្លាំងពេកហើយចំពោះប្រព័ន្ធអគ្គិសនីទាំងមូលគឺគាត់បានរៀបជាមួយនឹងប្រព័ន្ធសុវត្ថិភាពនៅក្នុងការផ្ដាច់ភ្លើងអូតូម៉ាទិកតែម្ដងខ្ញុំជន់ប្រាំងមួយក៏ដាច់ហើយបិទសក៏ដាច់តែនៅនេះមួយទៀតដាច់ទាំងអស់អញ្ចឹងណាមេកានិកធម្មតាចំណុចនេះហើយដែលខ្ញុំក៏សរសើរលោកពូមែនទេនៅក្នុងការដែលចំណាយពេលទៅធ្វើរឿងទាំងអស់នេះហើយបងប្អូនទាំងអស់គ្នាកង់3មួយនេះបងប្អូនទាំងអស់គ្នាមើលទៅទម្ងន់ទៅគឺទម្ងន់រហូតដល់630គីឡូមិនមែនណយណាបងប្អូនទាំងអស់គ្នាហើយសម្បកក្រៅគឺធ្វើពីជ័រស្រាលទេចុះហេតុអ្វីបានជាទម្ងន់ធ្ងន់ដល់ថ្នាក់នេះក៏ដោយសារតែគ្រឿងបង្គំនៃសាក់ស៊ីរបស់គាត់តែម្ដងគឺគាត់ធ្វើតែមែនទេយកតែម្ដងហើយខ្ញុំក៏សួរគាត់ទៀតថាពូបើធ្វើដល់ប៉ុណ្ណឹងតើរួចខ្លួនអត់ពូគាត់ថាទោះបីមិនរួចខ្លួនទោះបីខាតតិចតួចក៏សល់ស្នាដៃដែរហើយបើសម្រាប់ខ្ញុំវិញនៅពេលដែលខ្ញុំមើល spec inox នៅពេលដែលគាត់ដំឡើង spec inox ការកសាងជាមួយនឹង creative ហើយខ្ញុំគិតថាកង់3មួយនេះមិនចំណេញទេសម្រាប់តម្លៃ$4000ជាងដែលគាត់លក់នេះហើយដោយឡែកដោយសារតែនេះជាសហគ្រាសរបស់គាត់ផ្ទាល់តែម្ដងនិយាយទៅថាពាក់ព័ន្ធនឹងម៉ាស៊ីនដែលគាត់ទិញមកប្រើទាំងអស់ហ្នឹងគឺទិញសម្រាប់បម្រើឲ្យអាជីវកម្មរបស់គាត់ផ្សេងទេប៉ុន្តែដោយឡែកសល់ពេលទំនេរក៏ដកក្រុមការងារមកជួយធ្វើការងារហ្នឹងដើម្បីផលិតទៅហើយដោយឡែកក៏មានអ្នកនៅភ្នំពេញជាច្រើនបាន order យកទៅទិញប្រើនៅក្នុងផ្ទះទោះបីជាកង់3របស់គាត់មិនទាន់បានទទួលស្គាល់ដែលគាត់មិនទាន់បានទៅចុះបញ្ជីអាចបើកបរលើផ្លូវបានក៏ដោយក៏មានអ្នកទិញយកទៅប្រើដែរដែលគេទុកចិត្តនិងលើកទឹកចិត្តគាត់បន្ថែមទៀតអញ្ចឹងបន្តទៅទៀតបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់គ្រប់គ្រងស្នាដៃរបស់គាត់ចង់ទិញទុកជាអនុស្សាវរីយ៍បងប្អូនទាំងអស់គ្នាក៏អាចតាក់ទងទៅលេខគាត់ផ្ទាល់ដែលខ្ញុំនឹងដាក់នៅ comment ខាងក្រោមផងដែរហើយចំពោះវីដេអូនេះផងដែរឲ្យតែរបស់ខ្មែរធ្វើបានដល់ណាក៏ខ្ញុំទៅដែរហើយនេះគឺជាលើកទី1របស់ Kemka ហើយដែលធ្វើការថតបង្ហាញនៅកង់3ដោយសារតែឃើញថាកង់3នេះធ្វើបានស្អាតហើយល្អហើយខ្ញុំក៏ចង់ឃើញថាវាក៏អាចតំណាងឲ្យខ្មែរយើងថ្ងៃក្រោយនៅពេលដែលប្រកួតប្រជែងទៅលើគុណភាពជាមួយនឹងបរទេសហ៎បងប្អូនទាំងអស់គ្នាហើយដែល like វីដេអូនេះផងដែរក៏ខ្ញុំសូមអរគុណដល់ sponsor ធំគឺសម្បកកង់ឡាន Iron Head ដែលផលិតនៅក្នុងប្រទេសកម្ពុជាហើយពេលដែលខ្ញុំធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តបន្ទាយមានជ័យនេះគឺខ្ញុំជិះជាមួយនឹងសម្បកកង់ម៉ា Iron Head នេះតែម្ដងគឺខ្ញុំសង្កេតឃើញថាស្ងាត់គ្រប់ស្ថានភាពផ្លូវតែម្ដងមិនថាផ្លូវជាតិមិនថាផ្លូវលំមិនថាផ្លូវគ្រួក្រហមឬក៏មានភ្លៀងទេរថយន្តរបស់ខ្ញុំរត់ដោយទំនុកចិត្តដោយសារតែខ្ញុំជ្រើសរើសសម្បកកង់ Iron Head ក្បាលដែកតែម្ដងអញ្ចឹងបងប្អូនអរគ្នាអាចគ្រប់គ្រងជាមួយនឹងសម្បកកង់ឡានម៉ា Iron Head បានដែលមានលក់គ្រប់ដេប៉ូចែកចាយទូទាំងប្រទេសកម្ពុជាងាកត្រឡប់មកកាន់លោកពូសុផាន់វិញលោកពូសុផាន់គាត់ក៏បានបន្តធ្វើកង់3នេះជាបន្តបន្ទាប់ទៀតហើយថ្ងៃណាមួយគាត់មានសង្ឃឹមថាគាត់នឹងអាចលក់ដាច់ហើយនឹងមានការគ្រប់គ្រងជាច្រើនពីបងប្អូនទាំងអស់គ្នាណាហើយបើសិនជារូបរាងនៃការ design វិញដោយបងប្អូនឃើញវាកំពុងតែរត់លើផ្លូវចឹងគឺរូបរាងគឺស្អាតតែម្ដងហើយគ្រឿងបង្គំមួយចំនួនមិនថាផ្លិតទឹកមិនថាជាមួយនឹងក្លុកក្លៀតចង្កូតអីទេគឺសិតសឹងតែជាគ្រឿងដូចគ្នាជាមួយនឹងរថយន្តតែម្ដងអញ្ចឹងពីខ្ញុំទៅពិតជាអរគុណមែនទែនសម្រាប់ពូដែលបានចំណាយពេលបង្កើតរបស់នេះឡើងទោះបីជាវាមិនចំណេញក៏ពូនៅតែស៊ូមកដល់ពេលបច្ចុប្បន្នជូនពរពូខំប្រឹងបន្តទៀតពីវីដេអូនេះគោរពជូនពរបងប្អូនអរគ្នានិងជម្រាបលាជួបគ្នានៅវីដេអូក្រោយ